សម្រាប់ប្រាប់បងប្អូនអ្នកគ្នាបន្តិចមុនមកលេងប្រទេសស្លូវេនីដែលជាទឹកដីរបស់ខ្ញុំនេះ DNA ខ្ញុំនៅនឹងគឺមកនេះគឺប្លែកមែនទែនបងប្អូនអ្នកគ្នាមានអារម្មណ៍ថាដូចចូលមករស់នៅក្នុងភពមួយផ្សេងអញ្ចឹងគឺប្លែកពីសហគមន៍អឺរ៉ុបដាច់តែម្ដងបងប្អូនអ្នកគ្នាមានតលុយ5 10រៀលញ៉ាំម្ហូបបានដល់2មុខចូលញ៉ាំម្ហូបកូរ៉េនិយាយទៅប្លែកមកមានម្ហូបកូរ៉េជប៉ុនលក់នៅនឹងហ្មងតែប្រទេសនេះមិនដឹងមិនបងប្អូនអ្នកគ្នាគេចូលចិត្តយកប្តីប្រពន្ធជាជនជាតិអាស៊ីដល់ហើយខ្ញុំប្រហែលជាគេស្រឡាញ់ជនជាតិអាស៊ីអញ្ចឹងណាមកដល់ខាងនេះគឺប្លែកអត់អញញ៉ៃដូចនៅសហគមន៍អឺរ៉ុបអីប្រហែលនេះបងប្អូនស្ងាត់ស្ងៀមការរស់នៅរបស់ប្រជាពលរដ្ឋស្ងប់ស្ងាត់ល្អតែម្ដងការចំណូលនឹងក៏មិនសូវជាច្រើនដែរតែណាមកណាគេនិយមដើរឬក៏ជិះឡានក្រុងតិចតួចអង្គុយញ៉ាំអីអញ្ចឹងណាអត់រៀងញ៉ៃវឹកវ៉ាអីច្រើនដូចនៅកន្លែងផ្សេងទេតែសាសនាគេនៅតាមផ្លូវសាសនាភាគតិចគេគឺរៀងប្លែកដែរដោយលោកសង្ឃយើងអញ្ចឹងបងប្អូនគឺគាត់ឈររាំច្រៀងកំសាន្តអញ្ចឹងទៅធនាគារគេវិញគឺមានអារម្មណ៍ថាស្ងាត់តែម្ដងនេះកន្លែងខ្ញុំញ៉ាំអីបងប្អូនកន្លែងជនជាតិកូរ៉េដែលគេមានប្តីប្រពន្ធជនជាតិស្លូវេនីហ្នឹងញ៉ាំជាមួយឧដុនកូរ៉េគេនឹងមីកូរ៉េមួយចានបឹបជាមួយនឹងអានេះមួយទៀតអស់តែ10រៀលជាងបងប្អូនកូកាមួយហើយជីទូដែរលេងអស់តែ$10ទៀត4 10រៀលនេះបើយកទៅចាយនៅប្រាំងនៅស្វីសមិនបានលុយធីបទេបងប្អូនអើយមកលេងនេះគឺស្រួលមែនតើអញ្ចឹងមិនប្រកាសថានៅសហគមន៍អឺរ៉ុបហ្នឹងត្រូវតែប្រទេសថ្លៃទាំងអស់ទេប្រទេសស្លូវេនីនេះគឺស្រួលថោកមែនតើប៉ុន្តែវាអត់មានហាងលុយឆាយឬក៏តំណើបអីអញ្ចឹងណា entertain អីយប់ប្រឡប់គឺអត់សូវមានទេតែម៉ោង9ម៉ោង10ឡើងគឺចូលគេញ៉ាំហើយថ្ងៃល្ងាចឡើងគឺជិះទូកជិះដើរលេងអញ្ចឹងទៅសម្រាប់អ៊ំពូមីងពុកម៉ែបងប្អូនអរគ្នាដែលចូលចិត្តដើរលេងជាលក្ខណៈគ្រួសារឬក៏ដើរលេងលក្ខណៈអ៊ំចាស់ដែលចង់មកកំសាន្តនៅប្រទេសស្លូវេនីស្រូបយកបរិយាកាសល្អខ្យល់អាកាសល្អទេសភាពស្អាតអីមកប្រទេសនេះមកគឺចាយលុយតិចមែនតើឆ្ងាយបងប្អូនជិះតែ3 4ម៉ោងពីទីក្រុងប៉ារីសទេជិះយន្តហោះបើជិះឡានយូរណាបងប្អូនអរគ្នាហើយនៅតាមផ្លូវអញ្ចឹងមានគេញ៉ាំកាហ្វេញ៉ាំតែអង្គុយមើលមុខគ្នាសងស្ងាត់អីអញ្ចឹងណាខ្ញុំមិនសូវឃើញបងប្អូនប្រជាជននៅស្លូវេនីនេះសើចក្អាកអីប្រហែលទេសូម្បីតែនៅកន្លែងទីប្រជុំជនដែលគេលេងហ្គេមកំសាន្តនេះក៏អត់សើចសប្បាយដូចជាគ្រប់ទូនីតិមកធ្វើការឲ្យពេញម៉ោងហើយទទួលបានប្រាក់បៀវត្សអញ្ចឹងណាខ្ញុំសប្បាយមែនទែនអ្នកនរគ្នាឃើញសត្វអូទ្រីសនេះគួរឲ្យស្រឡាញ់មែនទែនតែអត់ចេះញញឹមចេះសើចអីមិនតិចសថាថតរូបហើយក៏ឲ្យលុយគេ4-5 ទៅដើម្បីទិញចំណីឲ្យអូទ្រីសនៅតាមផ្លូវហេដ្ឋារចនាសម្ព័ន្ធប្រាសាទបុរាណផ្លូវថ្នល់អីគឺស្អាតប្រជាជនគេស្អាតមុខមាត់គេច្រមុះគេសួយស្អាតផ្ទះគេនៅនឹងគេនៅជាន់លើមាន4-5ជាន់អញ្ចឹងណាអ្នកនរគ្នាអត់មានអីច្រើនជាន់ទេអាគារនៅកណ្ដាលក្រុងគេមើលពីឃើញទៅមានតែប៉ុណ្្នឹងជាន់ឯងអត់មានដូចថាខុនដូអីខ្ពស់ទេអត់ទេប្រជាជនស្ងប់ស្ងាត់តែម្ដងដើរចេញពីមួយកន្លែងទៅមួយកន្លែងការស្លៀកពាក់គេអូយលយក្លីបតែម្ដងបងប្អូនអើយប៉ុន្តែប្រាក់បៀវត្សគេមិនសូវជាច្រើនមែនទេការរស់នៅគេមានសេចក្តីសុខមែនតើខ្ញុំឃើញដើមឈើចេះតែចង់ប៉ះនៅតាមផ្លូវហ្នឹងគឺគេមានដាក់តាំងរូបផ្សេងប្លែកគ្នាតែម្ដងខ្ញុំដឹងអំពីប្រជាជនស្លូវេនីនេះដូចអ្នកនរគ្នាបានដឹងហើយប្រពន្ធត្រាំម៉ាលីណាហ្នឹងគាត់គឺជាជនជាតិស្លូវេនី First Lady of America ហ្នឹងក៏គាត់កើតចេញពីទីក្រុងហ្នឹងដែរជាជននៅទីក្រុងហ្នឹងភាគច្រើនហ្មងគឺមានសញ្ជាតិអាមេរិកគាត់ទៅរស់នៅសហរដ្ឋអាមេរិកខ្ញុំក៏អត់ដឹងរឿងហេតុផលពីដើមឡើយតែបងប្អូនអរគ្នាខ្លះទៅក៏គាត់ទៅធ្វើការនៅប្រទេសផ្សេងភាគតិចទៅក៏គាត់ធ្វើការនៅក្នុងប្រទេសស្លូវេនីដើម្បីអភិវឌ្ឍសេដ្ឋារចនាសម្ព័ន្ធតែគាត់ឲ្យល្អឲ្យតំបន់នេះបើសិនជាយើងឈ្វៀងចេញពីទីក្រុងមកតំបន់ភ្នំដូចខ្ញុំកំពុងដើរនេះគឺស្អាតមែនទែនអ្នកនរគ្នាឃើញសត្វកង្ហានឃើញទេសភាពទឹកអីខៀវស្ងាត់ខ្ចីមើលទៅដូចនៅប្រទេសស្វីសដែរស្អាតម្យ៉ាងដែរក្នុងនាមខ្ញុំជាសាច់ឈាមស្លូវេនីខ្ញុំក៏ពេញចិត្តឲ្យបងប្អូនអ្នកគ្នាមកលេងដែររឿងញ៉ាំមកអត់បាក់ទេបងប្អូនអូឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំ oyster ញ៉ាំសឹងរាល់ថ្ងៃហ្មងឲ្យតែបានញ៉ាំ oyster គឺខ្ញុំសប្បាយចិត្តមែនទែនអ្នកគ្នា oyster គេប្លែកមែនទែនគឺគេចាក់ស្រាសាំប៉ាញនៅពីលើ oyster ច្បាច់គោឆ្មាញ៉ាំហ្មងខ្ញុំគឺមានអារម្មណ៍ថាចំមិនច្បាច់គោឆ្មាចាក់ស្រាសាំប៉ាញហ្នឹងគេថាប្រជាជនគេគឺគេចូលចិត្តញ៉ាំបែបអញ្ចឹងដាក់មួយម៉ាត់ទៅចង់ស្វឹងមួយ oyster នៅហ្មងប៉ុន្តែឆ្ងាញ់អានេះនំគេចាំតំបន់គេអរគុណបងប្អូនអរគ្នាបើសិនជាចង់មកលេងប្រទេសស្លូវេនីហ្នឹងគឺអត់ថ្លៃទេការគេហ្នឹងតែ$80-70ទេដូចនៅប្រាំងឯងបងប្អូននៅប្រាំងរៀងថ្លៃជាងតិចខ្ញុំនៅវីដេអូក្រោយទៀតអរគុណបងប្អូនអរគ្នាជំរាបលាបាយបាយភ្លេចបងប្អូនអរគ្នាបើសិនជាចង់បានថ្មិញភ្លឺសស្អាតខ្ញុំធានាឲ្យ100%តែម្ដងតម្លៃ$7នេះបងប្អូនអរគ្នាប្រកាសជាអត់ស្ដាយញ៉ាំកាហ្វេក៏អស់ដែរល្អមែនទែនចំពោះសុខភាពមាត់ថ្មិញជាពិសេសឲ្យប៉ាម៉ាក់បងប្អូនប្រើមួយខ្ញុំធានាតែម្ដងល្អខ្លាំង